កំហុសដែលមនុស្សភាគច្រើនធ្វើខុសនៅពេលដែលជ្រើសរើសយកម៉ូទ័របូមទឹកយកទៅប្រើប្រាស់មនុស្សភាគច្រើនទិញម៉ូទ័របូមទឹកមើលទៅលើតែតម្លៃប៉ុន្តែការពិតយើងគួរមើលទៅលើការប្រើប្រាស់កម្លាំងម៉ូទ័រកម្លាំងបូមបរិមាណទឹកដែលយើងត្រូវការនិងជម្រៅទឹកផងដែរ 90% នៃបងប្អូនប្រជាពលរដ្ឋទិញម៉ូទ័រខុសដោយសារពួកគាត់ផ្ដោតទៅលើតែតម្លៃប៉ុន្តែការពិតយើងគួរផ្ដោតទៅលើកម្លាំងម៉ូទ័របូមការប្រើប្រាស់បរិមាណទឹកដែលបងប្អូនចង់បាននិងជម្រៅទឹកផងដែរដូច្នេះហើយខ្ញុំមានម៉ូទ័របូមទឹកសូឡាម៉ាកគីបមេដាដាក់លើគោកទាំងពីរប្រភេទនេះយកមកណែនាំជូនបងប្អូនតែប្រភេទមួយណាស័ក្តិសមនឹងបងប្អូនសម្រាប់ប្រើប្រាស់ជាងចំពោះប្រភេទម៉ូទ័របូមទឹកនៅខាងមុខខ្ញុំទាំងពីរម៉ូដែលនេះគឺជាប្រភេទម៉ូទ័របូមទឹកសូឡាដូចគ្នាប៉ុន្តែសម្រាប់ការប្រើប្រាស់វាមានលក្ខណៈខុសគ្នាម៉ូដែលទី1ម៉ូដែល DCM ជាប្រភេទម៉ូទ័របូមទឹកសូឡាដាក់លើគោកប្រភេទមាន2ប្រភេទ DC សុទ្ធនិងប្រភេទ AC DC Hybrid ហើយចំពោះកម្លាំងយើងមានខ្នាតចាប់ពីកម្លាំងកន្លះសេសរហូតទៅដល់កម្លាំង 5.5 សេសលក្ខណៈពិសេសរបស់ម៉ូទ័រនេះគឺវាភ្ជាប់មកជាមួយទំហំទុយោទឹកចេញទឹកចូលប៉ុនគ្នាទៅតាមខ្នាតនីមួយៗមានខ្នាតទុយោទំហំចាប់ពី1អ៊ីងរហូតដល់6អ៊ីងចំពោះការរុញចម្ងាយប្រភេទ DCM នេះគឺវារុញមិនបានចម្ងាយឆ្ងាយក៏ពិតមែនប៉ុន្តែបរិមាណទឹកគឺវាទទួលបានច្រើនជាងប្រភេទ ST ចំពោះប្រអប់បញ្ជាដែលភ្ជាប់មកជាមួយនឹងម៉ូទ័រគឺវាមានភាពខុសគ្នាទៅតាមប្រភេទម៉ូទ័រដែរឧទាហរណ៍ដូចខ្នាតម៉ូទ័រ5សេកន្លះនេះគឺវាមានភ្ជាប់មកជាមួយនឹងទូបញ្ជាតែទូបញ្ជានេះគឺយើងធ្វើការដំឡើងរួចជាស្រេចពីខាងរោងចក្រផ្ទាល់ប្រភេទម៉ូទ័របូមទឹក DCM ស័ក្តិសមសម្រាប់បងប្អូនយកទៅប្រើប្រាស់ដូចជាបូមទឹកពីប្រភពទឹកមួយទៅប្រភពទឹកមួយពីប្រព័ន្ធធារាសាស្ត្របូមទឹកដាក់ស្រែបូមទឹកដាក់សួនដែលមានតម្រូវការទឹកច្រើនយើងមានខ្នាតចាប់ពី5ម៉ែត្រគីបរហូតដល់100គីបក្នុង1ម៉ោងចំណាយថវិកាអស់តិចប្រើប្រាស់ផ្ទាំងសូឡាតិចជាពិសេសចំណេញថវិកាមិនចាំបាច់បង់ថ្លៃភ្លើងនិងងាយស្រួលក្នុងការដំឡើងរីឯម៉ូដែលទី2វិញជាម៉ូដែល ST ជាប្រភេទម៉ូទ័របូមទឹកសូឡាដាក់លើគោកដែលយើងអាចហៅបានថាជាប្រភេទម៉ូទ័ររុញសម្ពាធចំពោះប្រភេទម៉ូទ័រនេះជាប្រភេទម៉ូទ័របូមទឹក AC DC Hybrid ប្រើប្រាស់ភ្លើង380ដែលយើងមានខ្នាតចាប់ពីកម្លាំង 5.5 សេសរហូតដល់កម្លាំង30សេសចំពោះទំហំសយោទឹកចូលទឹកចេញវិញវាមានលក្ខណៈប្លែកខុសពីម៉ូដែល DCM នេះដែលប្រភេទ ST នេះវិញជាប្រភេទម៉ូទ័ររុញសម្ពាធឧទាហរណ៍ម៉ូទ័រខ្នាត7សេសកន្លះនៅខាងមុខខ្ញុំនេះទំហំសយោជាក់ស្ដែងនៅជាប់ម៉ូទ័រគឺទំហំសយោទឹកចូលទំហំ65និងទំហំសយោទឹកចេញទំហំ40តែការតភ្ជាប់ជាក់ស្ដែងផ្ទាល់គឺយើងតភ្ជាប់ជាមួយនឹងសុងបន្ថែមតែទំហំសុងនោះយើងមានសុងទឹកចូលខ្នាត65ចេញមួយទឹកនិងសុងទឹកចេញសុងទឹកចេញគឺយើងតភ្ជាប់ជាមួយនឹងសុងមួយទឹកចូល40ដូចគ្នារីឯប្រភេទខ្នាតម៉ូទ័រផ្សេងទៀតវាមានសុងទៅតាមខ្នាតម៉ូទ័រនីមួយចំពោះប្រភេទ model ST នេះគឺស័ក្តិសមសម្រាប់បងប្អូនដែលមានចំការខ្នាតធំដែលមានតម្រូវការទឹកច្រើនហើយនឹងកម្លាំងរុញសម្ពាធដូចជាប្រភេទចំការទុរេនចំការម្រេចចំការកង្កែងកសិដ្ឋាននិងចំការផ្សេងទៀតដែលមានតម្រូវការប្រើប្រាស់ជាមួយនឹងក្បាលវើឬត្រូវការរុញចម្ងាយដើម្បីយកសម្ពាធបានឆ្ងាយយើងក៏បានភ្ជាប់មកជាមួយនឹងទូបញ្ជាដែលបានដំឡើងរួចជាស្រេចពីខាងរោងចក្រផ្ទាល់និងផ្ដល់ភាពងាយស្រួលដល់បងប្អូនក្នុងការដំឡើង